ងដើម្បីរកដែនកំណត់អនុគម logarit នាពេលបានបាទនៅក្នុងនេះដោយសារតែវាជាលក្ខណៈប្រភេទបាទអញ្ចឹងបាទសម្រាប់អនុគម logarit នាពេលករណីនេះវាសិនជា logarit នាពេលនៃ u បាទលក្ខខណ្ឌដែនកំណត់យើងគឺត្រូវឲ្យ u ធំជាង0បាទនេះគឺជាមេរៀនថ្នាក់ទី11ដូចទៅនឹងអនុគម logarit ធម្មតាដែរបាទមួយទៀតអនុគមសក្តិទានបាទប្រសិនបើប្រភេទ a លើ b បាទលក្ខខណ្ឌដែនកំណត់យើងគឺ b យើងត្រូវផ្ទុយពី0បាទចឹងចំពោះលំហាត់របស់យើងដែនកំណត់ d នៃអនុគម fx ដែលមានរាងជា x បូក1បូក logarit នាពេល x ដក1លើ x ដក2បាទអញ្ចឹងបាទប្រាប់គេទៅអនុគមមានន័យអនុគម f មានន័យដល់ណាបាទដោយសារតែវាមានពីរលក្ខខណ្ឌទី1តកតងជាមួយអនុគម logarit នាពេលទី2តកតងជាមួយនឹងភាគបែកអញ្ចឹងគឺមានលក្ខខណ្ឌ2បាទដែលលក្ខខណ្ឌទី1យើងគេថាលិន u ធំជាង0នៅក្នុងករណីនេះយើងចាត់ទុក u យើងគឺ x ដក1អញ្ចឹងគេត្រូវឲ្យ x ដក1យើងត្រូវធំជាង0ម្យ៉ាងទៀតដោយសារតែ x ដក2នៅភាគបែកអញ្ចឹងលក្ខខណ្ឌយើងភាគបែកត្រូវផ្ទុយពី0អញ្ចឹងយើងត្រូវសរសេរថា x ដក2ផ្ទុយពី0បន្តមកទៀតអ្នកទាំងអស់គ្នាត្រូវដោះស្រាយសមីការវិសមីការនឹងមកយើងទទួលបានសមមូលបាទ x ដក1ធំជាង0អញ្ចឹងយើងទទួលបាន x ធំជាង1ដោយសារតែដក1បោះអង្គទី2បូក1ហើយម្យ៉ាងទៀតដក2បោះអង្គទី2បូក2វិញអញ្ចឹងត្រូវផ្ទុយពី2អញ្ចឹងដើម្បីកំណត់នៅលក្ខខណ្ឌដែនកំណត់ខ្ញុំសូមគូសបន្ទាត់បាទគូអញ្ចឹងយើងគូដកអាណនចុងដែនបូកអាណនអញ្ចឹងនៅកន្លែងនេះមាន1ហើយ2យើងដាក់1 2គេថា x ធំជាង1អញ្ចឹងកាលណា x ធំជាង1មានថាទូជាង1អត់យកអញ្ចឹងមេខាងក្រោយមួយគឺខ្ញុំឆូតនេះគឺឆូតអត់យកបាទ x ផ្ទុយពី2អញ្ចឹងកន្លែង2ហ្នឹងគឺអត់យកទេអញ្ចឹងមានន័យថាដែនកំណត់យើងគឺត្រូវយកពី1ទៅដល់បូកអាណនប៉ុន្តែអត់យក2អញ្ចឹងយើងសរសេរប្រាប់គេថាដូចនេះដែនកំណត់ខ្ញុំតាំងដោយអក្សរ d គឺយកពី1ដល់បូកអាណនលើកលែង2មានន័យថាយើងយកពី1ទៅដល់បូកអាណនប៉ុន្តែមួយនឹងអត់យកទេបាទប៉ុន្តែលើកលែង2មានន័យថាអត់យកត្រង់ចំណុច x ស្មើ2ឬក៏យើងអាចសរសេរថាឬបាទ d ស្មើ1ដល់2 2ហ្នឹងគឺអត់យកទេប្រជុំ2ទៅកាន់បូកអាណនបាទអញ្ចឹងរបៀបសរសេរដែនកំណត់មានច្រើនប៉ុន្តែសរសេរឲ្យត្រូវទៅតាមលក្ខណៈគេបាទអរគុណ